កាប់ទៅបាយប៊ីមាននៅច្បារអំពើយូរហើយតែអ្នកជិះតាមផ្លូវនេះអីរត់ឃើញទេគាត់លក់លាក់ខ្លួនដល់ហើយចាខ្ញុំនេះគុំតែគេប្រាប់ឲ្យកុំអីគ្មានរកឃើញទេជិះម៉ូតូអារម្មណ៍ដែរនៅក្នុងខ្លួនផងអារម្មណ៍នៅតែគេអស់ហើយបាយគាត់នេះលក់តែដាក់តុកមួយទូកញ្ចក់មួយធម្មតាហ្នឹងគាត់លក់ចូល5ឆ្នាំហើយបាយគាត់ឆ្ងាញ់ណាស់និយាយមែនជាភាសាបាយសាច់ជ្រូកតសៃប៊ីគាត់នេះញ៉ាំច្បល់ចូលគ្នាមានជ្រក់មានទឹកស៊ុបជាតិហ្មងបាយគាត់មានតែប្រមាណមុខទេបាយសាច់ជ្រូកបាយពងទាចៀនបាយឆ្អឹងជំនីពងទាខមានតែសៃប៊ីនិយាយទៅអ្នកនៅកពតញ៉ាំនៅកពតមិនគឺអញ្ចឹងហីបងស្រីពីមុនគឺជាអ្នកធ្វើការរោងចក្រតែចេញមកលក់ដូរតពីបងស្រីគាត់ណាចាស់ពីបងស្រីគាត់ដែរទេបាយហ្នឹងហើយបងស្រីរបស់គាត់លក់កាទៀវលក់អីអញ្ចឹងទៅក៏ប្រាប់ប្អូនឲ្យឈប់ធ្វើការរោងចក្រមកលក់បាយតពីគាត់មកហើយគាត់លក់ចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង11ថ្ងៃត្រង់គាត់លក់នៅផ្លូវព្រែកប្រាច្បារអំពើគេហៅថាស្ពានឈើណាបងប្អូនជិះស្រួលអាចនឹងជិះហួសហើយគាត់លក់សាមញ្ញធម្មតាពីអ្នកប្តីប្រពន្ធរបស់គាត់ទេសម្រាប់អ្នកដែលចង់ញ៉ាំបាយកន្លែងគាត់ត្រូវតែងើបពីព្រឹកមកបន្តិចមកព្រោះអីតើរៀងថ្ងៃបន្តិចម៉ោង11ហ្នឹងគាត់បិទទេនិយាយទៅខ្ញុំតបតែចាប់អារម្មណ៍ទេតែមានគេប្រាប់ថាមានបាយប៊ីនៅច្បារអំពៅណាច្បារអំពៅឥឡូវនិយាយពីថាអីក៏មានលក់ដែរទាំងព្រឹកទាំងថ្ងៃទាំងល្ងាចហ្នឹងមានគ្រប់សពបាត់យ៉ាងហ្មងពីណាគេម៉ួយបាយកន្លែងគាត់ខ្លះមកប្រាប់ខ្ញុំបន្តិចមើលសាសាឡាអីហ្នឹងហើយបាយគាត់តម្លៃធូរថ្លៃទេអាចញ៉ាំបានមួយឆ្អែតមួយព្រឹកណាចាសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលចង់ដឹងពីព័ត៌មានលម្អិតក៏ដូចជាទីតាំងរបស់គាត់បន្ថែមទៀតអាចចូលទៅមើលនៅក្នុង comment បានហើយក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចជួយ like និង follow admin បន្ថែមទៀតផងដើម្បីឆ្ពោះទៅកាន់ 200k follower អរគុណច្រើនបាយបាយ